នេះតង់ដើរស្ដេះ015ដែលមានបញ្ហាខូចតង់ដើរផ្ទុះវលាធ្វើឲ្យអាមុខនឹងអត់ត្រជាក់ទេដល់អញ្ចឹងត្រជាក់តែក្រោយហើយឡាននេះមានបញ្ហាកកចេញតែខ្យល់ទេហើយនៅពេលដែលយើងដូរតង់ដើរហ្នឹងក៏យើងមិនភ្លេចក្នុងការបុកខ្យល់មើលបាញ់ទឹកសាប៊ូដាក់ទឹកសាប៊ូកន្លែងតង់ដើរហ្នឹងkalauមានលេខជ្រាបតាមរិចហើយបន្ទាប់ពីយើងបុកខ្យល់មកយើងក៏បានបឺតខ្យល់វាចេញដើម្បីឲ្យអស់ជាតិខ្យល់នៅក្នុងតយោហ្នឹងហើយយើងដាក់ហ្គាសទៅបានសុទ្ធល្អត្រជាក់នេះយើងដាក់ហ្គាសចូលហើយឃើញថាសភាពកុងសើល្អហើយនឹងហ្គាសយើងដាក់គ្រប់ហើយតែសភាពវាអត់ឡើងទេដោយសារអាកាសធាតុពេលយប់ហ្នឹងវាត្រជាក់តាមអាកាសធាតុដែរអញ្ចឹងហើយតយោឃើញថាបាច់ញើសល្អយើងចាំមើលផ្នែកខាងក្នុងវិញបន្ទាប់មកយើងធ្វើការចាប់ចូលវិញចិត្តរួចហើយចាប់ចូលគ្រឿងបង្គុំខាងមុខហើយនេះផ្នែកខាងក្នុងឃើញថាប្រណិតមែនតើសម្រាប់ឡានអឺរ៉ុបហើយយើងមកមើលការវាស់អង្សាយើងឃើញថាបាន 4.8 ប៉ុណ្ណឹងតិចស្តង់ដាអេមហើយប៉ុណ្ណឹងសម្រាប់ឡាននេះដែរខាងក្នុងគឺប្រណិតមែនតើប្រភេទឡានអឺរ៉ុបបងប្អូនដឹងស្រាប់ហើយ